វីដេអូនេះចែករំលែកទៅបងប្អូនកម្មករនយោជិតនិងនយោជកក្នុងការយល់ដឹងអំពីការទូទាត់ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់វាមានសារៈសំខាន់ពីព្រោះប្រសិនបើនយោជកពុំបានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ទេនយោជកអាចនឹងត្រូវទទួលរងទោសពិន័យតាមជំពូកទី16នៃច្បាប់ស្តីពីការងារតើអ្វីទៅគឺជាប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់គឺជាប្រាក់បំណាច់ដែលនយោជកត្រូវធ្វើការទូទាត់ជូនកម្មករនយោជិតនៅពេលមិនបន្តឬរំលាយកិច្ចសន្យាការងារដោយត្រូវគិតទៅតាមចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់របស់កម្មករនយោជិតការគណនាប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ត្រូវយកប្រាក់ឈ្នួលសុទ្ធសាធឬក៏ប្រាក់ខែគោលប្រចាំថ្ងៃគុណនឹងចំនួនថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករនយោជិតដែលនៅសល់ឧបមាថាបុគ្គលិកម្នាក់មានប្រាក់ឈ្នួលសុទ្ធសាធប្រចាំថ្ងៃចំនួន$20បានដាក់ពាក្យលាឈប់ហើយថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់គាត់នៅសល់5ថ្ងៃក្រុមហ៊ុនត្រូវគិតប្រាក់5ថ្ងៃនោះជូនគាត់ដោយយក$20គុណនឹង5ថ្ងៃស្មើនឹង$100របៀបគណនាប្រាក់ឈ្នួលសុទ្ធសាធប្រចាំថ្ងៃបងប្អូនអាចមើលវីដេអូលេខ 030 របស់ខ្ញុំបានលក្ខខណ្ឌដែលអាចទទួលបានប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់បងប្អូនអាចមើលវីដេអូកន្លងមករបស់ខ្ញុំបាន